អភ័យទោសបងផងគូបាបងនឹងត្រឡប់មកវិញបើសិនជាបងរកឃើញចម្លើយនៃសំណួរទាំងនេះឬមួយក៏ជីវិតរបស់បងនឹងខ្លាចទៅជាសំណួរក៏ដោយចុះបងនឹងត្រូវចោះចាញ់ដូចជាអ្នកដទៃអញ្ចឹងបើបងនៅតែមានភាពល្ងងខ្លៅដោយសារតែកម្មតណ្ហារបស់ពួកគេមិនថាបងជាមនុស្សអាត្មានិយមឬក៏គិតពីប្រយោជន៍អ្នកដទៃទេអ្វីទាំងនេះគឺបងគ្រាន់តែចង់បានសេចក្តីស្ងប់សុខមិនថាខ្ញុំមានសាសនាឬមួយក៏មិនជាព្រះអាទិទេពតែខ្ញុំគ្រាន់តែចង់ធ្វើតាមបេះដូងរបស់ខ្លួនឯងតែប៉ុណ្ណោះការឈឺចាប់នឹងសេចក្តីទុក្ខប្រចាំមិត្តខ្ញុំត្រូវទៅឲ្យឆ្ងាយពីពួកគេទាំងនោះខ្ញុំត្រូវតែស្វែងរកសច្ចៈនិងស្វែងរកសេចក្តីស្ងប់បងមិនអាចបំផ្លាញក្តីសុបិនរបស់អូនទេបើសិនជាបងមិនត្រឡប់មកវិញទេគូបាបងនឹងចាត់ទុកខ្លួនឯងគឺជាវិរុទ្ធជនហើយ